អ្នកនរគ្នាឥឡូវយើងមកយល់ទាំងអស់គ្នាអំពី app Amplify នេះហ្នឹងហើយយើងត្រូវមកដឹងលម្អិតទាំងអស់នៅក្នុងហ្នឹងវាមាន setting អីខ្លះយើងត្រូវរៀនទាំងអស់នៅក្នុងហ្នឹងទាំងអស់អញ្ចឹងជាដំបូងគ្រាន់តែយើងចូលនៅក្នុង Amplify ហ្នឹងមកអូខេវានឹងចេញជាទម្រង់បែបនេះអញ្ចឹងអ្វីដែលយើងត្រូវរៀនគឺយើងត្រូវរៀនទាំងអស់យើងត្រូវដឹងពីមុខងារនៅក្នុង Amplify ហ្នឹងទាំងអស់តែម្ដងបើសិនជាយើងអត់ដឹងតំបន់ណាដែលយើងអាចចុចយើងអត់ស្គាល់ទេហ្នឹងហើយឥឡូវខ្ញុំប្រាប់មួយឥឡូវយើងនិយាយមកជួរខាងក្រោមនេះម្ដងនេះដំបូងយើងនិយាយពីមួយជួរខាងក្រោមហ្នឹងហើយសម្រាប់ align setting នេះគឺជាការកំណត់វានៅក្នុងហ្នឹងវាមានអ្វីជាច្រើនហ្នឹងហើយដូចជានេះអញ្ចឹងគឺជា account ដែលវាមានឈ្មោះថា demo អាហ្នឹងគឺជា account សម្រាប់យើងរៀន trade ណាហើយវាមានពាក្យ new account ហើយក្នុងនេះវាអត់សំខាន់ទេវាគ្រាន់តែយើង new account នេះគឺយើង add account ចូលថ្មីអាហ្នឹងគឺវាអត់សំខាន់ទេអញ្ចឹងយើងងាកមកអាខាងអឺស្វែងដៃនេះមកសញ្ញាពួយឡើងលើឡើងចុះហ្នឹងគឺជាប្រភេទដែលវារាយនាម currency ជាវារាយនាម currency វាមានដូចជានេះ XAU USD គឺជាប្រភេទមាសតានេះចំពោះតម្លៃវានេះគឺតម្លៃឡើងតម្លៃចុះអានេះ XAG អានេះមានន័យថាប្រាក់ជាមួយនឹងដុល្លារហើយ EUR USD នេះគឺប្រភេទលុយអឺរ៉ូនិងលុយដុល្លារហ្នឹងហើយបងប្អូនអាចចូលមើលខ្លួនឯងបន្ថែមទៀតដើម្បីសិក្សាបន្ថែមយល់បន្ថែមអញ្ចឹងបន្ទាប់ទៀតយើងចូលអាទី2នេះគឺពាក្យថា chart យើងចុចចូលមកហ្នឹងហើយចុចចូល chart នឹងឃើញទម្រង់បែបនេះនៅក្នុងហ្នឹងគឺគេហៅថាជា chart ដែលនៅក្នុងហ្នឹងវាមានជាលក្ខណៈ chart candle វាជាប្រភេទ candle វាដើរចុះឡើងអញ្ចឹងឥឡូវខ្ញុំចូល1នាទីឲ្យមើលហ្នឹងហើយយើងត្រូវសិក្សាស្វែងយល់ទាំងអស់លម្អិតនៅក្នុង Amplify ហ្នឹងដើម្បីឲ្យស្គាល់ថាកន្លែងនេះមុខងារវាអីកន្លែងនេះមុខងារវាគឺជាអ្វីហ្នឹងហើយនេះគឺយើងចុចចូលពាក្យឆាតហ្នឹងមកគឺយើងនឹងឃើញ graphic វាអញ្ចឹងហើយវាដើរមកជាទម្រង់រាងអញ្ចឹងបន្ទាប់មកទី3នេះកណ្ដាលនេះគឺពាក្យ trade យើងចុចចូលមកគឺជាចំនួនទឹកលុយរបស់យើងទឹកលុយអានេះគឺជា balance អានេះ equity អានេះ free margin ចឹងអានេះគឺជាទឹកលុយ4000ជាងនេះអានេះមិនមែនលុយសិនទេគឺជាលុយ demo ដែលយើងយកមករៀន trade ហ្នឹងហើយហើយនេះគឺជា history នេះគឺប្រវត្តិដែលយើងធ្លាប់ trade ទាំងប្រមាណគឺវានៅក្នុងនឹងទាំងអស់យើងទិញមាសប្រមាណយើងទិញអីគឺវានៅក្នុងនឹងទាំងអស់ history ហើយ setting នេះដដែលតែហ្នឹងហើយឥឡូវយើងចូលឆាតមកសាថ្មីវិញឥឡូវមកជួរខាងក្រោមនេះបើសិនជាបងប្អូនអត់យល់បងប្អូនអាចមើលសារជាថ្មីបានវាដូចគ្នាតែវាមុខងារគ្រាន់តែឲ្យបងប្អូនយល់ថានេះគឺជាឈ្មោះដំបូងដែលវារាយនាម currency ធៀបមួយអីចឹងហើយទី2នេះគឺ chart អានេះគឺការ trade គឺទឹកលុយរបស់យើងហើយនេះគឺជា history អញ្ចឹងហ្នឹងហើយប៉ុណ្ណឹងហើយចំពោះឥឡូវមកជួរខាងលើនេះម្ដងឥឡូវទី1គឺខ្ញុំចូលនៅក្នុង M1 នេះយើងចុចចំវាមក M1 នេះគឺវាមានជាប្រភេទ time frame វាមាន M5 M15 គឺមានន័យថាក្នុងរយៈពេល M1 នេះគឺមួយ candle នេះគឺវាស្មើ1នាទីបងប្អូនអាចមើលបានគឺនេះនាទីវាលោតចុងក្រោយនេះគឺ1នាទីវាដូរ candle នឹង1នាទីដូរ candle នឹង1ឥឡូវខ្ញុំចូល M5 មានន័យថា1 candle នេះគឺ5នាទី1 candle នេះគឺ5នាទីអញ្ចឹងវានៅសល់3នាទីទៀតបើវាបិទអានេះដូចគ្នា M15 គឺ1 candle 15នាទី M81 មានន័យថា1ម៉ោង1 candle 1ម៉ោងឃើញវាដើរយឺតហ្នឹងហើយអានេះ4ម៉ោងអានេះ daily 1 candle នេះមួយថ្ងៃដោយអានេះអញ្ចឹងគឺ candle ក្រហមចុះមកគឺមួយថ្ងៃគឺមាសនឹងវាចុះមកក្រោមរហូតហ្នឹងហើយហើយមួយទៀតគឺអាឡែងនេះគឺដូចសញ្ញាបូកនេះគឺគ្រាន់តែយើងយកវាគូសមកដូចថាយើងចង់ដាក់វានៅតំបន់នេះអញ្ចឹងយើងចុចវាឲ្យជាប់មកយើងទាញវាយើងនឹងដឹងតម្លៃពីតម្លៃលើមកដល់ក្រោមវាប្រមាណដុល្លារមុខងារវាគឺអញ្ចឹងហ្នឹងហើយអាឡែងអក្សរ F នេះគឺជាប្រភេទ indicator យើងអាចដាក់ indicator ជំនួយបានដូចខ្ញុំឧទាហរណ៍ថាខ្ញុំចង់ដាក់អញ្ចឹងយើងចុចលើពាក្យ window មកចុច moving average មកយើងគាត់ចុចទៅវាចេញ indicator ជំនួយនេះឃើញទេ
អាហ្នឹងយើងត្រូវរៀន indicator បន្ថែមទៀតឥឡូវខ្ញុំលុប indicator ហ្នឹងចោលវិញហ្នឹងហើយបន្ទាប់មកអាឡែងកន្លោននេះរូបនេះដូចខ្ញុំដាក់នេះគឺវាមានមុខងារសម្រាប់យើងគូសវាមានជាបន្ទាត់ទទឹងវាមានជា trend line វាមានជា Fibonacci វាមានជាបន្ទាត់ប្រឈរអញ្ចឹងឥឡូវខ្ញុំចូលគូសបន្ទាត់ទទឹងនេះមួយអញ្ចឹងមានន័យថាបើសិនជាយើងចង់អុសបន្ទាត់ទទឹងនឹងដាក់នៅលើនេះគឺវាទទឹងអញ្ចឹងដើម្បីឲ្យយើងដឹងតម្លៃយើងដាក់អញ្ចឹងយើងដឹងតម្លៃនេះឥឡូវយើងអុសមកខាងក្រោមដូចគ្នាអញ្ចឹងឥឡូវយើងលុបចោលយើងចូលសារថ្មីយើងចូល trend line ម្ដង trend line ម្ដងមានន័យថាគូចម្រៀងហ្នឹងយើងគូចេះវាថាយើងចុចពីចំណុចនេះមកយើងអុសមក trend line យើងវាស់ trend line វាហ្នឹងហើយមុខងារវាគឺប៉ុណ្ណឹងយើងចង់ដាក់មកខាងលើក៏បានខាងក្រោមក៏បានសម្រាប់យើងគូសវិភាគទេអត់អីទេគ្រាន់តែចង់ប្រាប់បងប្អូនឲ្យយល់ពី setting ទាំងអស់នៅក្នុង MT5 តបមកអា Fibonacci នេះគឺក៏វាសំខាន់ណាស់ហ្នឹងដល់បងប្អូនចេះប្រើហ្នឹងហើយហ្នឹងវគ្គបន្តទៀតវានឹងមានខ្ញុំនឹងបរៀនទាំងអស់តបមកបន្ទាត់តឹងគូសឡើងលើនេះវាអត់សំខាន់ទេវាបងប្អូនអាចយកទៅរៀនបានមើលបានតាមក្នុងវីដេអូហ្នឹងហើយអាហ្នឹងសំខាន់ជាងគេគឺអាពីរនេះអាពីរខាងស្ដាំដៃនេះយើងចុចចំអាស្ដាំគេដៃគេមកអស់មកវានឹងចេញតំបន់ទិញលក់ឯងឥឡូវឧទាហរណ៍ថាបងប្អូនចង់ទិញនៅតំបន់ហ្នឹងបងប្អូនចុច buy នេះមកវាមានពាក្យ buy ពាក្យ sell បើសិនជាយើងអត់ចុចវាបិទយើងចុចវាមកវាចេញអញ្ចឹងយើងចុច buy ចុច buy មកពោកពីពោកមកហ្នឹងយើងឃើញហើយអញ្ចឹងនេះគឺជាប្រវត្តិដែលយើង trade នេះចូលមកអ្នកចំណាញ់ឃើញទេអញ្ចឹងអានេះដូចគ្នាអានេះ sell អញ្ចឹងខ្ញុំលុបចូលនេះចេញវិញសិនខ្ញុំបិទវិញឥឡូវចូលមុខងារនេះមួយទៀតគឺមុខងារសម្រាប់ដាក់ sell limit ដាក់អីអាហ្នឹងខ្ញុំចាំប្រាប់នៅវីដេអូក្រោយអរគុណច្រើនអញ្ចឹងវីដេអូវាមានតែប៉ុណ្្នឹងឯងបងប្អូនអាចសារមើលសារជាថ្មីបានថាមុខងារក្នុង MT5 វាអត់មានអីច្រើនទេវាមានតែតំបន់ទិញលក់អីប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់វិភាគយើងមានវិភាគនៅapp ផ្សេងគឺ Trading View អរគុណច្រើនជម្រាបលាបងប្អូន